តោះសួស្តីអ្នកទាំងអស់គ្នាដោយសារតែការពីម្សិលមិញគឺខ្ញុំបានផុសបាទវីដេអូតាក់ទងនឹងផ្កាមួយប្រភេទនេះចឹងណាហើយក៏មានបងប្អូនយើងជាច្រើនគាត់ចាប់អារម្មណ៍បាទគាត់ខមមិនអ្នកខ្លះចង់សុំទិញអ្នកខ្លះចង់បានដោយសារឃើញសម្រស់វាស្អាតហើយក៏សួរថាទិញនៅណាហើយភាគច្រើនហ្នឹងគេអត់ស្គាល់ទេបងប្អូនគេឆ្ងល់ថានឹងផ្កាអីគេអត់ស្គាល់ចឹងណាខ្ញុំក៏អត់ស្គាល់ដែរបងប្អូនផ្កាមួយនេះគឺខ្ញុំទិញគេមកដែរចឹងណាហើយក៏សួរអ្នកលក់ទៅអ្នកលក់ក៏គេថាមិនស្គាល់ដែរទេប៉ុន្តែឃើញខមមិនបងអូនប្រុសម្នាក់នេះគាត់ចូលខមមិនថាឈ្មោះផ្កាមួយអមប្តីបាទមានមួយអមប្តីទៀតអានឹងឈ្មោះជាក់លាក់អីខ្ញុំអត់ទាន់ដឹងទេណាខ្ញុំដឹងតាមរយៈគេដែរទេដោយសារតែឃើញសម្រស់វាស្អាតទៅបងប្អូនយើងមានការចាប់អារម្មណ៍បាទនេះបងប្អូនយល់ទៅសម្រស់របស់វាគឺថាផ្កាពណ៌ស្វាយស្រស់ល្អោកតែម្ដងបាទគឺខ្ញុំចូលចិត្តហើយបច្ចៈដើមមួយនេះគឺយើងវាចេញផ្កាមកស្អាតបែបនេះរហូតតែម្ដងបងប្អូនយល់ទៅផ្កាវាគឺថាប្រចាំថ្ងៃតែម្ដងអត់មានថាថ្ងៃណាលួសទេបងប្អូនឃើញអត់នេះដោយសារតែវានេះឃើញអត់នេះមានតងផ្កាចេញជាប្រចាំតែម្ដងបាទយល់ទៅគឺថាស្រស់ស្រាយតែម្ដងបាទបើមានមួយផាងពីរផាងដាក់តាមផ្ទះអីគឺថាកប់សេរីរីហើយខ្ញុំធ្វើ review នេះខ្ញុំមិនជាអ្នកលក់ទេបងប្អូនបើចង់បានអីអាចធ្វើការស៊ើបសួររកខ្លួនឯងអញ្ចឹងណាអានេះខ្ញុំទិញមកតែ6ផើងនៅផ្ទះរបស់ខ្ញុំណាខ្ញុំទិញមួយគេមក6ផើងអញ្ចឹងបើសុំចែកចាយបន្តអីគឺខ្ញុំអត់ទាន់ហ៊ានចែកចាយបន្តទេដោយសារតែវាមានចំនួនតិចដែរស្រស់ស្អាតណាស់នេះអូយកប់សេរីរីបាទអរគុណ